Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី149របស់យើងចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីឈិនធានបានចូលមកក្នុងជន្លងភ្នំយិនសៀនដែលនៅខាងក្នុងនេះគេបានហៅថាជាទីលានសាឡបងបុរាណរបស់អារ្យពេលនោះផងដែរយើងក៏បានឃើញក្មេងស្រីម្នាក់បានបង្ហាញខ្លួនដែលនាងគឺជាវិញ្ញាណនៃអាណាចក្រអាតកំបាំងហើយមានឈ្មោះថាជាទេពអប្សរសៀនស៊ីបង្ហាញនៅអក្សរ3ជូហើយនិយាយថាសូមជ្រើសរើសប្រភេទធ្វើតេស្តរបស់លោកឈិនធានបន្ទាប់ពីពិនិត្យមើលហើយក៏បានគិតថាការធ្វើតេស្តសាឡបងសមត្ថភាពវាគឺជាឱកាសល្អមួយមុនពេលវាផ្ដាច់ព្រាត់ហើយគាត់ក៏បានជ្រើសរើសយកការធ្វើតេស្តកម្លាំងធម្មពលទេពអប្សរនាងក៏បានប្រាប់ថាការប្រឡងត្រូវបានបែងចែកជា4កម្រិតប្រសិនបើលោកទទួលបានជោគជ័យលោកនឹងអាចបន្តទៅមុខបានទៀតប៉ុន្តែបើបរាជ័យលោកនឹងត្រូវដកចេញចូលចងចាំថាត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពរបស់លោកចាក់អំណាចធម្មពលខាងវិញ្ញាណចូលទៅក្នុងដុំគ្រីស្តាល់ហើយការធ្វើតេស្តនឹងចាប់ផ្ដើមដំណើរការបន្ទាប់ពីយល់សាច់ការហើយឈិនធានក៏បានធ្វើតាមការណែនាំរបស់ទេពអប្សរចាក់បញ្ចូលនូវធម្មពលរបស់គាត់ដើម្បីចូលទៅខាងក្នុងហើយយើងក៏បានឃើញប្រលើងវិញ្ញាណពណ៌ស្វាយមួយបើការវាប្រហារជាមួយនឹងអាវុធដើរនៅក្នុងដៃដែលធ្វើឲ្យឈិនធានគាត់ក៏មិនបានបង្អង់យូរនោះដែរមិនចេញនៅដៃរបស់គាត់សម្រុកចូលយ៉ាងលឿនត្រឹមតែមួយស្និតកំតិចនៅប្រលើងវិញ្ញាណមួយនោះខ្ទេចហើយគាត់ក៏បាននិយាយថាប្រលើងវិញ្ញាណមួយនេះគឺមានកម្រិតខ្លាំងក្លាគូសមប៉ុន្តែវានៅស្ទើរខ្លាំងណាស់ចំពោះកម្រិតធម្មពលរបស់ខ្ញុំហើយគាត់ក៏បានបន្តចាក់បញ្ចូលនូវធម្មពលទៅក្នុងដុំគ្រីស្តាល់មួយផ្សេងទៀតចំណែកទេពអប្សរនាងបានមើលសៀវភៅហើយនិយាយថាពិភពលោកខាងក្រៅពិតជាអស្ចារ្យណាស់ធ្វើឲ្យខ្ញុំក៏ចង់ចេញទៅខាងក្រៅដែរពេលនោះយើងក៏បានឃើញព្រឹទ្ធាចារ្យម្នាក់បានដើរចូលមកទេពអប្សរតូចដែលគាត់គឺជាប្រធានគ្រប់គ្រងនិកាយស៊ូមីនហើយនិងនិកាយតាវមានឈ្មោះថាជេងយ៉ាងឈឺតើការសាកល្បងរបស់យុវជនម្នាក់នោះយ៉ាងម៉េចដែរនាងក៏បានប្រាប់ថាសមត្ថភាពរបស់គេធម្មតានោះទេដោយសារតែបេក្ខជនចូលមកប្រកួតភាគច្រើនបានជ្រើសរើសការសាកល្បងទេពអប្សរកម្លាំងធម្មពលជាមួយនឹងស្មារតីប្រយុទ្ធលោកព្រឹទ្ធាចារ្យក៏បាននិយាយថានេះគឺជារឿងខុសគ្នាដោយទេពអប្សរនាងក៏បានបន្តលទ្ធផលនឹងដឹងឆាប់ៗនេះព្រោះថាគេបានចូលមកដល់ការសាកល្បងដំណាក់កាលទី2ហើយដែលយើងក៏បានឃើញឈិនធានកំពុងតែប្រឈមមុខជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាមួយដែលគឺជាប្រលើងវិញ្ញាណរបស់លោកម្ចាស់ស៊ូយៀននៃគ្រូសាបៃថាងបើភ្លៀងឡើងក្រវាចេញជាមួយនឹងដែរអំណាចធម្មពលខ្មោចពិភពក្រោមដីឈិនធានគាត់ក៏បានស្គាល់ដូចគ្នាផងដែរតាមពេលទៅអ្នកគឺជាមិត្តចាស់សោះខ្ញុំក៏ចង់សាកល្បងពីអំណាចបច្ចេកទេសដែលថ្មីរបស់ខ្ញុំដែលគឺជាស្នេហ៍ដាស៊ូជីព្រើគ្មានស្រមោលខ្វាយទៅលើដែរអំណាចខ្មោចរបស់ស៊ូយៀនផ្ទុះទាំងសំបីតែប្រលើងវិញ្ញាណរបស់គាត់ក៏ត្រូវបានខ្ទេចដូចគ្នាតែបាត់ផ្សោតតូចក៏បានលល់មាត់ថាតើនេះគឺជាបច្ចេកទេសដាអ្វីទៅហើយអ្វីបានជាវាអាចសម្លាប់ប្រលើងវិញ្ញាណភ្លើងនៅរស់របស់ខ្ញុំដោយតែមួយស្នៀតវាពិតជាអស្ចារ្យណាស់ដែលធ្វើឲ្យព្រឹទ្ធាចារ្យយ៉ាងជឿគាត់ក៏បានគិតថាក្មេងម្នាក់នេះពិតជាមានទេពកោសល្យមិនធម្មតានោះទេខ្ញុំត្រូវតែចូលទៅក្បែរគេហើយបង្កើតទំនាក់ទំនងល្អជាមួយនឹងគាត់សាយបន្តិចដាក់ដៃធ្វើការគោរពទៅទេពអប្សរតើនាងអាចឲ្យខ្ញុំចូលទៅបានដែរទេទេពអប្សរនាងបដិសេធភ្លាមតែម្ដងលោកចង់បំពេញច្បាប់មានទេលោកព្រឹទ្ធាចារ្យយ៉ាងជឿក៏បានលើកឡើងសៀវភៅដែលទេពអប្សរចូលចិត្តអានភាពបន្តឥឡូវនេះវានៅក្នុងដៃរបស់ខ្ញុំដោយទេពអប្សរនាងក៏បានចុះទៅនិយាយជាមួយនឹងឈិនធានសូមអបអរសាទរចំពោះភាពជោគជ័យរបស់លោកនៅក្នុងការសាកល្បងដំណាក់កាលទី2សមត្ថភាពរបស់លោកពិតជាល្អណាស់ហើយព្រឹទ្ធាចារ្យយ៉ាងជឿក៏បានផ្ដល់សិទ្ធិឲ្យលោកជ្រើសរើសយកជាពិសេសនេះគឺជាអាវុធដាវហើយនោះគឺជាគម្ពីរក្បាច់គុនឌូជុងមើលទៅលោកព្រឹទ្ធាចារ្យពិតជាមានចិត្តទូលាយខ្លាំងណាស់ប៉ុន្តែគាត់មិនបានយករបស់ដ៏មានតម្លៃទាំងពីរនោះទេគាត់បែរជាយកត្រាបច្ចេកទេសខ្លួនរាងកាយដោយសារតែអធិរាជយ៉ាងឡើងបានប្រាប់ថានៅពេលដែលកម្លាំងរបស់អ្នកបានកើនឡើងវាក៏នឹងអាចខ្លួនរាងកាយបំផន់របស់អ្នកបានច្រើនផងដែរដែលវាអាចឈានដល់ 50% នៃកម្លាំងផ្ទាល់ខ្លួនរបស់អ្នកឈិនធានក៏បានសប្បាយចិត្តវាអាចកើនឡើងទ្វេដងយកទុកឲ្យដាក់ដៃធ្វើការគោរពអរគុណខ្ញុំសូមជ្រើសរើសយកបច្ចេកទេសមួយនេះហើយក៏សូមថ្លែងអំណរគុណដល់លោកព្រឹទ្ធាចារ្យយ៉ាងជឿដែលបានផ្ដល់របស់ដ៏មានតម្លៃមកឲ្យខ្ញុំទេពអប្សរតូចបាននិយាយថាលោកមិនចង់បានបច្ចេកទេសអធិរាជដែរនោះទេវាពិតជាចម្លែកណាស់បានហើយវាមិនអីនោះទេចំណែកការធ្វើតេស្តសាកល្បងរបស់លោកក៏ត្រូវបានបញ្ចប់ដូចគ្នាដែរដូច្នេះអ្នកមានសិទ្ធិអាចចាក់ចេញទៅវិញឥឡូវនេះបានប៉ុន្តែបែរជាឈិនធានពេលនេះប្រើប្រាស់អំណាចធម្មពលរបស់គាត់ចាក់បញ្ចូលទៅក្នុងដុំគ្រីស្តាល់មួយគ្រាប់ផ្សេងទៀតធ្វើឲ្យទេពអប្សរតូចបានសួរថាតើពេលនេះលោកកំពុងតែធ្វើអ្វីឈិនធានគាត់ក៏បានប្រាប់មុននឹងនាងបាននិយាយថាការសាកល្បងមាន4កម្រិតជាការពេទ្យណាស់ពេលនេះខ្ញុំកំពុងតែអនុវត្តវាទេពអប្សរនាងក៏បានលើកឡើងការធ្វើតេស្តជាមួយនឹងដុំគ្រីស្តាល់មួយនេះវាមិនមែនជារនាងធម្មតាទេតាំងពីបុរាណកាលមកគ្មាននរណាម្នាក់រស់រានមានជីវិតឡើយដោយសារតែអ្នកដែលបានឆ្លងកាត់ចូលទៅនឹងត្រូវស្លាប់ឈិនធាននៅតែបន្តបើខ្ញុំស្លាប់នោះបញ្ជាក់ថាខ្ញុំគ្មានសមត្ថភាពនោះទេនៅទីបំផុតពេលនេះឈិនធានក៏បានឆ្លងចូលមកដែលយើងក៏បានឃើញដែរអំណាចធម្មពលដ៏ខ្លាំងក្លាពីពេញនឹងបង្ហាញខ្លួនគឺជារូបរាងរបស់ឈិនធានម្នាក់ទៀតសម្លឹងទៅធ្វើឲ្យឈិនធានពិតប្រាកដក៏បានភ្ញាក់ផ្អើលនោះគឺជាខ្ញុំដោយឈិនធានខ្លាំងៗមាននិយាយច្រើនទេហក់ចូលមកជាមួយនឹងកំណាប់ដៃរបស់គាត់តបមួយដៃថែមមួយជើងខ្ទូទៀងខ្ទាត់បាំងទៅខាងក្រៅបន្តិចឈិនធានក៏បានបញ្ឆេះធម្មពលកំណាប់ដៃឈីងលីនចំណែកឯឈិនធានខ្លាំងៗក៏បានបញ្ឆេះកំណាប់ដៃឈីងលីនដូចគ្នាផងដែរហក់ចូលមកដល់ទប់រងគ្នាសាយភាជាមួយនឹងចំហាយធម្មពលមិនបានយូរប៉ុន្មានអំណាចធម្មពលទី2ត្រូវបានផ្ទុះឡើងដែលធ្វើឲ្យឈិនធានរបស់យើងផ្លោងប៉ោងមកខាងក្រោយឡើងហុយជោគរាងកាយខ្លួនមួយនេះអាចចម្លងដែរអំណាចធម្មពលរបស់ខ្ញុំបានពេលនោះរាងកាយខ្លួនរបស់ឈិនធានក៏បានដើរចូលមកហើយនិយាយថានេះគឺជារាងកាយពិតរបស់ខ្ញុំពិតជាមិនគួរឲ្យជឿសោះថាអ្នកខ្សោយបែបនេះឈិនធានងើបឡើងបញ្ចេញដៃរបស់គាត់នៅក្នុងដៃត្រឹមតែជារាងកាយខ្លួនរបស់ខ្ញុំមួយតែប៉ុណ្ណោះមិនដេចក៏អ៊ូតអាងខ្លាំងម្ល៉េះសម្រុកចូលទៅប្រើប្រាស់ជាមួយនឹងបច្ចេកទេសដែលជីវិតនិងសេចក្តីស្លាប់ប៉ុន្តែត្រូវបានរាងកាយខ្លួនកូពីដូចគ្នាប្រើប្រាស់ដៃរបស់គាត់ទប់រងអ្នកបានវាតម្លៃខ្លួនឯងខ្ពស់ពេកហើយខ្ញុំក៏អាចប្រើប្រាស់ជាមួយនឹងបច្ចេកទេសដែលជីវិតនិងសេចក្តីស្លាប់បានដូចគ្នាព្រោះវាចេញមួយដៃចំឈិនធានពេញខ្ទាត់ប៉ើងប៉ុន្តែឈិនធានបានខ្លួននៅរាងកាយរបស់គាត់ចំនួន3ទៀតសម្រុកចូលទៅចាក់វាប្រហារព្រមគ្នាដែលធ្វើឲ្យរាងកាយកូពីរបស់គាត់ក៏បានកិច្ចហើយបានប្រាប់ថាមិនចាំបាច់ធម្មពលរបស់អ្នកនោះទេដោយសារតែខ្ញុំនឹងបង្ហាញថារាងកាយមួយនេះវាមានកម្រិតខ្ពស់ប៉ុណ្ណាឈិនធាននៅតែបន្តវាចុះឡើងប៉ុន្តែត្រូវបានខ្ទាត់ប៉ាំងមកវិញអារាងកាយកូពីឯងនិយាយច្រើនពេកហើយដ
ដដែលគាត់ចុះទៅខាងក្រោមប្រើប្រាស់ជាមួយនឹងបច្ចេកទេសព្រើធ្លាដោយគ្មានដានដែលវាបានលេចចេញជារូបរាងកាយខ្លួនបន្ថែមទៀតសូម្បីតែពេលនេះទេវអធរនាងក៏បានភ្ជាប់ផ្អើលទៅតែរយៈពេលប៉ុន្មានយាមតែប៉ុណ្ណោះគាត់អាចប្រើប្រាស់នៅបច្ចេកទេសខ្លួនរាងកាយជាច្រើនហើយពេលនេះនាងក៏បាននឹងផងដែរលោកព្រឹទ្ធាចារ្យលោកបានឲ្យខ្ញុំសោកបានមនុស្សដែលមានសមត្ថភាពបែបនេះដូច្នេះថ្លៃឈ្នួលមិនមែនជាសៀវភៅប្រឡំលោកមួយក្បាលនោះទេប៉ុន្តែពេលនេះលោកព្រឹទ្ធាចារ្យហាក់បីដូចជាគាត់កំពុងតែអស់សង្ឃឹមមើលទៅក្មេងម្នាក់នោះពិតជាមិនអាចទ្រាំទ្រយូរបានទៀតនោះទេខ្ញុំពិតជាស្ដាយសមត្ថភាពរបស់គេណាដោយឈានធានពេលនេះជាមួយនឹងរាងកាយខ្លួនទាំង4របស់គាត់បើការវាប្រហារចូលទៅមិនគ្រប់គ្រាន់ឡើយដោយសារតែរាងកាយកូពីរបស់គាត់មានកម្លាំងធម៌ពលខ្លាំងក្លាជាងក៏វាមួយដែរកំតិចនៅរាងកាយខ្លួនទាំងអស់នោះហើយឈានធានក៏បានធ្លាក់មកខាងក្រោមវិញនេះជាលើកដំបូងហើយដែលខ្ញុំមានចិត្តតស៊ូបែបនេះចំណែករាងកាយកូពីវិញពេលនេះគេមិនពេញចិត្តនោះឡើយព្រោះថារាងកាយពិតមិនខ្លាំងដូចគេនោះទេហើយអ្វីបានជាខ្ញុំត្រូវធ្វើរាងកាយខ្លួននៅទីនេះទាំងដែលសមត្ថភាពរបស់ខ្ញុំគឺល្អឥតខ្ចោះជាងនេះដោយឈានធានក៏បាននិយាយឌឺដងថាវាគ្រាន់តែជារាងកាយកូពីតែប៉ុណ្ណោះគ្មានអំណាចខ្លាំងក្លាអ្វីនោះឡើយហើយតើអ្នកមិនបានកត់សម្គាល់ឃើញពីភាពទ្រង់ខ្សោយដ៏សាហាវរបស់អ្នកទេវាក៏បានតបទៅវិញថាភាពទ្រង់ខ្សោយរបស់ខ្ញុំតើខ្ញុំអាចមានភាពទ្រង់ខ្សោយដោយរបៀបណាឈានធានបានប្រាប់ថាភាពទ្រង់ខ្សោយរបស់អ្នកគឺជាកម្លាំងធម៌ពលដែលអ្នកមិនអាចឈានដល់ដែនកំណត់របស់វាបានប៉ុន្តែខ្ញុំអាចកែលម្អអំណាចធម៌ពលរបស់ខ្ញុំឲ្យខ្លាំងក្លាពេលនោះរាងកាយកូពីក៏បានបញ្ឆេះធម៌ពលរបស់គេដូចគ្នាខ្ញុំមានសមត្ថភាពអាចគ្រប់គ្រងអំណាចធម៌ពលរបស់ឯងបានទាំងអស់ហើយខ្ញុំខ្លាំងជាងឯង10ដងទៅទៀតស្រ័យមួយវ៉ាស់បំផ្ទុះអំណាចធម៌ពលរបស់គេឡើងមកឈានធានបាននិយាយថាតើនេះប្រកាសទេថាពេលនេះខ្ញុំកំពុងតែបង្ហាញកម្លាំងធម៌ពលពេញលេញរបស់ខ្ញុំចាក់បញ្ចូលនូវធម៌ពលទៅក្នុងដៃហើយចង្អុលទៅខាងលើដែលពេលនោះផងដែរវាក៏បានលេចចេញជាមួយនឹងដានអំណាចធម៌ពលផ្កាយក៏វាចេញមួយដៃទម្លាក់ចុះមកវាប្រហារដោយឈានធានកូពីបានញញឹមទាំងភាពជឿជាក់បញ្ចេញនូវដានអំណាចធម៌ពលផ្កាយដូចគ្នាប៉ុន្តែវាត្រូវបានបរាជ័យតើវាគឺជាអំណាចប្រភេទអ្វីទៅហើយអ្វីបានជាខ្ញុំមិនអាចចម្លងវាបានអញ្ចឹងសំឡឹងមើលដែលអំណាចផ្កាយរបស់ឈានធានកំពុងតែវាប្រហារចុះមកទេវាមានយុទ្ធធម៌ឡើយដោយពេលនេះរាងកាយកូពីក៏ត្រូវបានរងការវាប្រហារពេញមួយទំហឹងតែម្ដងតែបើសតទុយក៏បានចុះមកខ្ញុំមិនរំពឹងទុកថាអ្នកអាចឆ្លងផុតនោះទេឈានធានពេលនេះគាត់ក៏បានរងរបួសផងដែរបាទគ្រាន់តែជាសំណាងរបស់ខ្ញុំតែប៉ុណ្ណោះដោយសម្លេងសើចរបស់ឈានធានកូពីក៏បានបន្លឺឡើងដែលអំណាចធម៌ពលផ្កាយខ្ញុំមិនបានរំពឹងទុកនោះទេថានៅក្នុងខ្លួនរបស់អ្នកអាចមានដែលវាត្រូវបានបាត់បង់នៅក្នុងអាណាចក្រសម្ងាត់ជាយូរមកហើយដោយពេលនេះឈានធានកូពីក៏បានប្រើប្រាស់ជាមួយនឹងដែលអំណាចធម៌ពលផ្កាយដើម្បីតភ្ជាប់នូវឆ្អឹងរាងកាយរបស់គាត់ដែលត្រូវបានបាក់ខ្ទេចឲ្យត្រឡប់មកដូចដើមវិញបន្ទាប់ពីឃើញបែបនោះទេវអសរតូចនាងក៏បាននិយាយថាវិញ្ញាណអារក្សមួយនេះវាហួសពីការគ្រប់គ្រងរបស់ខ្ញុំហើយពេលនោះឈានធានកូពីក៏បានបើកភ្នែកឡើងមកវិញនិយាយថាតើអ្នកហ៊ានព្យាយាមគ្រប់គ្រងខ្ញុំដោយរបៀបណាតើអ្នកចង់ស្លាប់ហើយមែនទេមិនឆេះនៅធម៌ពលវាប្រហារចូលទៅធ្វើឲ្យទេវអសរតូចក៏ត្រូវបានបែកខ្ទេចឈានធានក៏បានប្រាប់អ្វីដែលអ្នកកំពុងធ្វើគិតថាវាល្អមែនទេឈានធានកូពីក៏បានដើរចូលមកខាងមុខបន្តិចពេលនេះគឺជារឿងរវាងអ្នកហើយនិងខ្ញុំវាមិនទាន់បានបញ្ចប់នៅឡើយនោះទេដោយសារតែរាងកាយពិតរបស់អ្នកនឹងក្លាយជារបស់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាគបន្តភ្លាមៗមានដល់ភាគទី170អាចចូលជាសមាជិកកូនក្រុម VIP របស់ Admin បានបច្ចុប្បន្នរឿងនៅក្នុងកូនក្រុម VIP របស់ Admin មានជាង10រឿងហើយនៅក្នុងកូនក្រុម VIP Admin ចេញភាគបន្តជារៀងរាល់ថ្ងៃផងដែរបើតម្លៃវិញមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចាប់អារម្មណ៍ link Telegram ផ្ទាល់របស់ Admin នៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបានហើយសាច់រឿងភាគទី149របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ Admin សូមជម្រាបលាបាយបាយ